តោះសួស្តីទៅកាន់បងប្អូនម្ដងទៀតជួបជាមួយនឹងខ្ញុំបញ្ញាថ្ងៃហ្នឹងគឺយើងមកវិភាគទៅលើតម្លៃទីផ្សារមាសជាធម្មតាដែលជា daily analysis របស់យើងជាប្រចាំព្រឹកអញ្ចឹងកុំឲ្យវែងឆ្ងាយយូរយើងចូលមកមើលពីតម្លៃមាសទាំងអស់គ្នាបងប្អូនតម្លៃមាសឥឡូវគឺនៅតម្លៃ$4552ក្នុង1អុនអញ្ចឹងហើយការរំពឹងទុករបស់យើងទៅលើតម្លៃមាសខ្ញុំនៅតែធ្វើការទិញទៅលើតម្លៃមាសអញ្ចឹងបងប្អូនពីព្រោះនេះយើងអាចមើលទៅលើ candle weekly បាន weekly គឺបាន show ពីបន្ទាប់ពីមានការចុះរហូតដល់3 candle នេះហើយជា bearish ចឹងហើយក៏វាមានការ reject ទៅលើ candle bearish វិញវាបើកទៅលើ bullish ចឹងហើយ candle ទី2នេះវានឹងបើកទៅលើបន្តទៀតតកតងនឹង bullish candlestick វាអាចនឹងឡើងរហូតចន្លោះជាមួយខ្ញុំវាស់ទៅលើ shadow នេះឆ្ងាយណាបងប្អូន360លេខជាងអញ្ចឹងcandle នេះក៏វាត្រូវតែ bullish ទៅវិញឆ្ងាយដែរអាចនឹងចន្លោះ3លេខឬមួយក៏400លេខដែរជា body ជាមួយនឹង shadow ពេញលេញតែម្ដងអញ្ចឹងហើយឥឡូវយើងមកមើលពី daily យើងនៅតែធ្វើការទិញអញ្ចឹងបងប្អូនទៅលើតម្លៃមាសដោយខ្ញុំមើលឃើញនេះបើយើងចាប់ទៅលើ trend នេះជា trend daily បើសិនជាយើងមើលទៅលើ technical បងប្អូន technical យើងអាចចាប់មកចាប់បានហើយនេះគឺជាអាចបានថា triple touch មានថាវាឡើងមកប៉ះម្ដងហើយវា retrace ចុះវាឡើងមកប៉ះម្ដងទៀតហើយវានឹងមានការ retrace ចុះហើយវានឹងឡើងមកប៉ះម្ដងទៀតនៅតំបន់តម្លៃនេះបងប្អូនក៏ប៉ុន្តែយើងអត់អាចចំពឹងទុកថាវានឹងឡើងលឿនក្នុងរយៈពេលខ្លីនោះទេអានេះតម្លៃខ្ទង់$5000បាត់ហើយ$5000ក្នុង1អោនហើយអញ្ចឹងយើងធ្វើការទិញយើង follow ទៅលើរូបភាពធំយើងធ្វើការទិញទៅលើតម្លៃមាសក៏ប៉ុន្តែយើង take profit តាមដំណាក់កាលព្រោះយើងអត់អាចដឹងថាតម្លៃមាសវានឹងបុកឡើងស្ទុយរហូតតែម្ដងទេយើងដឹងតែម្យ៉ាងគឺក្នុងពេលឥឡូវគឺមាសបើយើង follow ទៅលើ technical វានឹងឡើងមកដល់តម្លៃហ្នឹងក៏ប៉ុន្តែយើងត្រូវធ្វើការទិញជាដំណាក់កាលដោយសារតែយើងធ្វើការ trade ជា daily trader យើងធ្វើការហបផលនឹងជាប្រចាំថ្ងៃអញ្ចឹងហើយយើងទិញជាដំណាក់កាលវិញហើយក៏ខ្ញុំបានមើលឃើញទៅលើនេះ supply zone 1នៅលើនេះវានឹងត្រូវឡើងមកប៉ះម្ដុំហ្នឹងហើយអញ្ចឹងហើយតម្លៃរបស់ supply zone វាគឺនៅម្ដុំនេះ4800ក៏ប៉ុន្តែវាអត់តន់ direct មក4800ទេបើសិនជាវាអត់តន់មាន momentum ល្អបើសិនជាវាស់មក250លេខយ៉ាងច្រើនល្មមគួរសមដែរវាត្រូវឡើងដូចចដាអញ្ចឹងបងប្អូនវាត្រូវឡើងចដាអញ្ចឹងហើយយើងមកមើលពី1ម៉ោងដើម្បីយើងហៅកន្លែងចូលផ្សារតែពិតទៅក្នុងក្រុមគឺយើងបាយ3តង់ហើយបាយរហូតទៅលើតម្លៃមាសយើងទិញហើយក៏យើងបានកាត់ផាច់ចំណេញដងតិចអូខេឥឡូវកុំឲ្យវែងឆ្ងាយយើងអាចធ្វើការចូលបាយនៅតម្លៃនេះតែម្ដង4550ហ្នឹងហើយយើង take profit នៅតំបន់នេះបងប្អូនជាមួយខ្ញុំព្យាយាមហៅទៅលើ supply zone 1បើយើងអានេះខ្ញុំមើលទៅលើ30នាទីយើងអាចចាប់មកអញ្ចេះជាការផ្ដាច់ដឹង trend បងប្អូនមិនដឹង trend ថាវាអាចនឹងឡើងមកដល់ត្រឹមប៉ុណ្នេះអូខេខ្ញុំមើលឃើញហើយក៏ប៉ុន្តែយើងត្រូវទៅហៅទៅលើ supply zone ឲ្យបានកាន់តែច្បាស់ទៅលើតម្លៃមាសជប់បងប្អូនខ្ញុំអូសមកមើលពីតម្លៃចាស់របស់វាបន្តទៀតព្រោះការវិភាគទៅលើ technical គឺបែបនេះបងប្អូនយើងមើលពីតម្លៃចាស់យើងចាប់អូខេខ្ញុំឃើញហើយអញ្ចឹងសូនបន្ទាប់ដែលយើងត្រូវ take profit នៅតំបន់នេះបងប្អូននេះអូខេយើងអាចអូសមកនេះ30នាទីយើងត្រូវការអូសឆ្ងាយពីព្រោះតម្លៃចាស់របស់វានេះវាឆ្ងាយដែរតាំងពីប្រហែលថ្ងៃមុននោះអញ្ចឹងនេះគឺជា supply zone មួយទៀតដែលយើងរំពឹងទុកថាក្នុងថ្ងៃហ្នឹងវានឹងអាចឡើងមកដល់តែម្ដងអញ្ចឹងហើយតោះឥឡូវយើងធ្វើការ buy now zone take profit របស់យើងនៅតម្លៃ46sorry បងប្អូនអូខេអញ្ចឹង take profit របស់យើងនៅតម្លៃ46មែនហ្នឹងហើយ46ទៅ4650ជាតម្លៃដែលយើងត្រៀមធ្វើការបិទទៅលើផលចំណេញទាំងអស់តែម្ដងក្នុងថ្ងៃហ្នឹងអូខេអញ្ចឹងសម្រាប់ការវិភាគថ្ងៃហ្នឹងគឺយើងទិញទៅលើតម្លៃមាសហើយនេះគឺជា
ส่วนในយើងធៀមទៅលើ take profit ទាំងអស់គ្នាបងប្អូនសម្រាប់ SL បើសិនជាអាចមិនដាក់ក៏បានដែរក៏ប៉ុន្តែយើងត្រូវដឹងពី account របស់យើងថាយើងអាចនឹងហូរបានចំនួនប្រមាណក្នុងទំហំកុំឲ្យមានហានិភ័យទៅលើ account ហ្នឹងបើសិនករណីបងប្អូនអត់ចង់ប្រើទៅលើ SL ណាចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ព័ត៌មាន technical សម្រាប់ technical សម្រាប់ព័ត៌មាន fundamental ក៏ដូចជាពាក់ព័ន្ធនឹងអ្វីផ្សេងទៀតចាំខ្ញុំអាប់ដេតជូនបងប្អូនបន្ថែមទៀតបងប្អូនអាចចាំតាមដានជាមួយនឹងខ្ញុំបានហើយសម្រាប់បងប្អូនដែលអត់មានគណនី trade ដូចគ្នាបងប្អូនអាចតាក់ទងមកខ្ញុំមកចាំខ្ញុំបើក account ជូនហើយបងប្អូនអាច trade យកផលចំណេញទាំងអស់គ្នាមួយទៀតបងប្អូនមានខ្ញុំនៅខាងក្រោយសម្រាប់ជួយ support បងប្អូនរហូតក្នុងការអកផលចំណេញអញ្ចឹងមិនបាច់ព្រួយបារម្ភទេមួយទៀតទៅលើ account copy trade បងប្អូនអាចដាក់ជាមួយនឹងខ្ញុំបាននឹងករណីបើសិនជាបងដែលរវល់ច្រើនជាមួយនឹងការងារឬមួយក៏ការរកស៊ីហ្នឹងហើយអញ្ចឹងអរគុណបងប្អូនទាំងគ្នា